ថ្ងៃនេះខ្ញុំនឹងចំណាយពេលមួយថ្ងៃដើម្បីទៅរកត្រីជាមួយនឹងទឹកដៃបងសំណាញ់ដ៏អស្ចារ្យរបស់ខ្ញុំពេលខ្លះខ្ញុំមិនចង់អួតទេសទួចក៏ចេះស្ទួចសំណាញ់ក៏ចេះបងឆ្លងធំណាបើអ្នកណាបានធ្វើប្តីវិញធានាថាមិនខ្វះត្រីញ៉ាំពេញមួយជីវិតអូខេដល់ថ្ងៃនេះគឺខ្ញុំហើយនឹងចឹករបស់ខ្ញុំបាទគាត់នាំខ្ញុំទៅបងសំណាញ់នេះតែតើចេះបងឯងជួយដឹងមិនម៉ាយមើលជួយចេះដៃណាទៅទាំងអស់គ្នាបាទនេះគឺជាផ្លូវដើម្បីទៅរកត្រីបាទនេះគឺឃើញថាមិនស្រួលទេតែបាត់មានផ្លូវស្រួលគាត់ថាមិនចង់ជីឲ្យជីចឹងទៅឲ្យឃើញកំសត់តិចចឹងហើយកោដៅហ្នឹងគឺយើងចង់ទៅភូមិរ៉ូតអ្នកទាំងអស់គ្នាធ្វើយ៉ាងណាទៅរកត្រីនៅហ្នឹងឲ្យបានមូលហេតុដែលយើងចង់មករកទីនេះព្រោះថាទៅទីនេះទេសភាពក៏ស្អាតហើយតាមមួយគឺមានបន្លាយមានអីស្រួលយើងបងសំណាញ់ចឹងណាវាអត់សូវទេហើយជីចេញមកបន្តិចហ្នឹងក៏បានឃើញប្រឡងនេះមួយតំណងខ្លាំងមែនតើសិតតែមាត់ត្រីក៏ចាប់ផ្ដើមប្រតិបត្តិការដាក់មកសំណាញ់ពីសំណាញ់ឡងមើលគេបានត្រីចិញ្ចឹមពុនកូននៅផ្ទះបាទនេះដល់ប្រឡងហ្នឹងមើលប្រឡងហ្នឹងហើយឡើងខលួយមិនទៅចូលបាញ់ណោមចឹងទៅថាបងទៅនោះហើយទៅនោមដាក់ទៅនោះអូខេដល់ហើយឥឡូវយើងបានមកដល់ប្រឡងហើយបាទមើលហើយប្រឡងទឹកខ្វែខ្វែនេះទឹកត្រីសឥឡូវបាននេះឲ្យគេមើលត្រីអានេះទឹកដៃរបស់ចឹកខ្ញុំពីសំណាញ់បាន3ត្រីជាមួយខ្ញុំវិញមកសំណាញ់បានប្រហែលខ្ញុំថាអត់ក្រោយ1គីឡូទេអ្នកនរនេះមកសំណាញ់របស់ខ្ញុំនេះព្រោះថាតម្រងចេញមកគឺអ្នកចេះតែម្ដងមើលបាទអែមខ្លាំងមែនតើហើយសូមបញ្ជាក់ផងដែរថានេះគឺជាលើកទី1របស់ខ្ញុំគឺខ្ញុំមិនតែបងសំណាញ់សោះតែម្ដងត្រៀមចាំយកត្រីហើយងាប់ចាប់ក៏មិនតន់សោយទេដងនេះអានេះក៏លើកទី1ទេចាំមើលលើកទី2របស់ខ្ញុំវិញមើលស្អីណាក៏បានត្រី4 10ផ្ញើពូនកូននៅផ្ទះដែរទៅទៀតសងសងអូយមកឡើយចាអត់ត្រីអស់ហើយអត់បាយចាលឹកបាយមើលបងប្អូនទាំងអស់គ្នាណាចេះបងសំណាញ់ជួយបរិយាខ្ញុំតិចមើលអើយមិនអត់បងអត់បាយចឹងជឹកអត់ដល់នេះឥឡូវកុំឲ្យ stress ជាមួយការបងសំណាញ់របស់ខ្ញុំមើលទេសភាពលេងអូស្អាតខ្លាំងមែនតើនេះទេសភាពភ្នំព្រៃគ្រីតែបាត់ខ្ញុំបងលើទី2មិនបានត្រីមួយតែភ្លេចមើលក៏ដល់ពេលចឹកខ្ញុំរៀបបងម្ដងទៀតបានបងប្អូនខ្ញុំឃើញត្រីជាប់សំណាញ់បរិយាមួយពេកបាយត្រីយកទៅបាយយកទៅបាយត្រីគេត្រីបងអញបងបានទេចូលមកហើយចាក់ត្រីយកមកកូនកំមមួយហើយបាទទឹកដៃចឹកបាទនេះទឹកដៃខ្ញុំឯងអានេះតែក្រាញ់ខ្ញុំនេះតែវាជាប់វិញកៅបងជាប់ម្សៅហើយបងចូលទឹកហើយអត់លបទៀតអញ្ចឹងសរុបមកវិញការបងសំណាញ់របស់ខ្ញុំមិនមែនអំបិលទេអ្នកនេះគឺបានត្រីមួយដែរតាបន្ទាប់ពីខ្ញុំមិនសូវកាក់កបជាមួយនឹងការបងសំណាញ់មកឥឡូវនេះគឺយើងមកធ្វើការបបក់ត្រីវិញម្ដងហើយសម្រាប់ការបបក់វិញក៏វាមិនសូវជាខុសគ្នាប្រហែលពីការបងត្រីដែរដោយសារតែយើងអត់មាននុយស្រស់លេងទេគឺខ្ញុំលេងនុយជាប់នុយដៃអីចេះដាក់ទៅបាទឲ្យតែមានវាយទឹកខ្វាច់ជាកបក់ទៅហើយបន្ទាប់ពីការបងសំណាញ់ក៏ដូចជាស្ទួយមិនសូវកាក់កបមកយើងក៏សម្រេចចិត្តដូរទីតាំងថ្មីហើយមុននឹងតាំងខ្ញុំសុំដាក់មកសំណាញ់ចុងក្រោយដើម្បីបញ្ជាក់ថាវាពិតជាគ្មានត្រីមែនទីកន្លែងនេះព្រោះតែខ្ញុំដាក់2 3សំណាញ់ហើយវាដូចជាគ្មានត្រីអីជាប់មកមួយសោះមានកូនត្រីក្រាញ់មួយហែបុកសំណាញ់ជាប់កំអីមិនជាប់ទៀតចោះដល់ទីតាំងអត់មានត្រីមិនយើងបងទៅមានត្រីជាប់ហើយឥឡូវដល់ទីតាំងថ្មីហើយដូចជាសពមួយដងដែរចឹកខ្ញុំតែងតែដាក់មកសំណាញ់ពីសំណាញ់មុនដើម្បីកុំឲ្យត្រីផ្អើព្រោះថាខ្ញុំបងទៅដល់ត្រីផ្អើអើយអញ្ចឹងគាត់ដាក់ឲ្យក្រឹបមកយកត្រីយកហើយលេខ8ទៅទៀតណាបងប្អូនអ្នកមើលគេមិនអីណាស់តែសាច់អីហ្នឹងតាតែត្រឹមតែមួយសំណាញ់នេះខ្ញុំជឿថាអ្នកគ្រប់គ្នានឹងចំហមាត់ហើយនឹកស្មានមកដល់ថាវ៉ាវខ្ញុំធ្វើបានខ្ញុំពិតជាអាចធ្វើបានអាយ៉ាមិនដែរឡើយលេង8ហើយអូនចូលហើយចូលមួយហើយនេះគឺចុះងាប់សំណាញ់ប្រប៉ាន់រឿងសំណាញ់វាចេញឲ្យរួចឲ្យឆ្ងល់ដល់ចូលទៅហែនបុកចាំបូឡូចៃដល់មើលចាំថៃយូរពេកជិះទៅបោះខ្មែរបាទឆ្ងាញ់បោះគាត់បាទឆ្ងាញ់យូរអែមទៀតមកតែឃើញគាត់លក់ជួយទិញផងអ្នកអគ្គីគាត់នៅកំពង់ចាមអរគុណច្រើនគាត់ជាជួមានបរហាត់មាននំមានស្ទែងសិតរបស់ខ្មែរមានរបស់ខ្មែរ
បាទអញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនដែលបានតាមដានទស្សនាចាំជួបគ្នានៅវីដេអូក្រោយបាយបាយ